អ្នកគាំទ្រខកចិត្តជាខ្លាំងក្រោយម្ចាស់កម្មវិធីបានបង្ហាញមុខបវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ2026ម្នាក់ស្រឡាំងកាំងគ្រប់គ្នាហើយបានបញ្ចេញមតិបែបនេះព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អរិយធម៌តន្ត្រីនិងភាពយន្តអ្នកគាំទ្រវិស័យបវរកញ្ញាមានការខកចិត្តនិងមិនសូវពេញចិត្តប៉ុន្មាននោះទេក្រោយតែងតាំងបវរកញ្ញាពិភពលោកកម្ពុជាឆ្នាំ2026នោះមិនមែនជាបវរកញ្ញាដែលឆ្លងកាត់ការប្រកួតមានបទពិសោធន៍ច្រើនមានឈ្មោះបោះសម្លេងនៅក្នុងការប្រកួតសម្រស់ដោយម្នាក់បានទស្សន៍ទីថាជាកញ្ញាអិនលក្ខណាកុសមៈមីលីនិងបវរកញ្ញាល្បីៗជាច្រើនទៀតដែលអ្នកគាំទ្រចង់ឃើញត្រឡប់មកសាជាថ្មីនៅក្នុងការប្រកួតម្ដងទៀតផ្ទុយខុសស្រឡះអ្នកគាំទ្រស្រឡាំងកាំងដោយបវរកញ្ញាកម្ពុជាយើងក្នុងកម្មវិធី Miss World Cambodia 2026នោះគឺប្អូនស្រីខនសូរិយាមានរូបសម្រស់ស្រស់ស្អាតរួសរាយរាក់ទាក់គួរឲ្យស្រឡាញ់និងនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញហើយបវរកញ្ញារូបនេះក៏បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកច្បាប់បច្ចុប្បន្នកញ្ញាគឺជាតារាភាពយន្ត Influencer និងជាអ្នកផលិតមាតិកានៅលើបណ្ដាញសង្គមផងដែរយ៉ាងណាមិញក្រោយបង្ហាញមុខបវរកញ្ញាពិភពលោកឆ្នាំ2026អ្នកគាំទ្រចូលទៅបញ្ចេញមតិដូចនេះថាឆ្នាំក្រោយគួរតែប្រកួតជ្រើសរើសតំណាងទៅល្អបេក្ខភាពរើសដាក់ដូចជាអត់លេចធ្លោសោះសុំទោសនិយាយតាមការមើលឃើញអ្នកខ្លះទៀតក៏បានលើកឡើងបែបនេះខ្ញុំនិយាយការពិតអត់ដែលស្គាល់គាត់សោះដល់ពេលអញ្ចឹងពិបាករកហ្វេនគាំទ្រតិចហើយមើលបវរកញ្ញាប្រទេសគេរកសិតតែអ្នកល្បីល្បាញស្រាប់ពេលចេញទៅប្រកួតគឺមានភាពលេចធ្លោមិនមែនជន់ពន្លិចទេតែមើលទៅមិនសមជាបវរកញ្ញាសោះប្រកួតមើលទៅខ្ជូតសមជាតារាសម្ដែងច្រើនជាងឆ្ងល់ដែរបើជ្រើសរើសទៅប្រកួតក្រៅប្រទេសហើយមិនយកបវរកញ្ញាដែលមានសមត្ថភាពខ្លាំងស្រាប់ហើយមានប្រជាប្រិយភាពក្នុងស្រុកខ្វះអីបវរកញ្ញាមិនខ្វះនោះទេបើយកតួសម្ដែងទៅប្រកួតច្បាស់ជាមិនដឹងថប់នៅឯណានោះទេឯអ្នកខ្លះក៏បានលើកឡើងដែរថាមិនដឹងថាម្ចាស់កម្មវិធីគិតអីឬមានបំណងអីលើប្រទេសកម្ពុជាពិបាកនិយាយដែរម្ចាស់កម្មវិធីគាត់រើសឲ្យត្រូវចិត្តគាត់មិនមែនតម្រូវចិត្តហ្វេននោះទេទី1គាត់មើលលើភាសាល្អតែគាត់មានភាពជាតារាជាងស្ទាយបវរកញ្ញាខ្ញុំនិយាយនេះគ្មានបំណងអ្វីក្រៅពីចង់ឲ្យបេក្ខភាពជ្រើសឲ្យចំគោលដៅបញ្ជូនទៅឲ្យបានថប់មកវិញព្រោះយើងមិនមែនទៅផ្សព្វផ្សាយប្រទេសតែប៉ុណ្ណោះនោះទេយើងក៏ចង់បានលទ្ធផលល្អមកវិញជាក់ស្ដែងដូចឆ្នាំមុនអញ្ចឹងភាសាយើងខ្លាំងហើយតែម្ចាស់កម្មវិធីគេមើលមិនឃើញអញ្ចឹងហើយយើងគួរដោះស្រាយបញ្ជូនបែបផែនផ្សេងទៅគោលដៅយើងមានការតស៊ូមតិរៀងៗខ្លួនសម្រាប់ប្រទេសនីមួយៗជាចុងក្រោយជូនពរបងសំណាងល្អនិងជោគជ័យក្នុងនោះក៏មានមតិជាច្រើនទៀតហាក់មិនសូវពេញចិត្តបវរកញ្ញារូបនេះទោះជាយ៉ាងនេះក្តីក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរនិងជាអ្នកគាំទ្រវិស័យបវរកញ្ញាគូបើកចិត្តបើកបេះដូងទទួលយកបវរកញ្ញារូបនេះព្រោះនាងត្រូវតំណាងឲ្យកម្ពុជាលើកទង់ជាតិខ្មែរបង្ហាញវប្បធម៌អរិយធម៌ទៅកាន់ពិភពលោកដូច្នេះហើយសូមលើកទឹកចិត្តនិងផ្ដល់ក្តីស្រឡាញ់ដល់ប្អូនស្រីដើម្បីឲ្យនាងវឹកហាត់និងរៀនសូត្របន្ថែមលើចំណុចខ្វះខាតទម្រាំដល់ថ្ងៃប្រកួតលើឆាកអន្តរជាតិ